សូមគោរពនិងជម្រាបសួរប្រិយមិត្តជាទីរាប់អានខ្ញុំបាទមានព័ត៌មានចែកជូនសម្ដាប់ដែលមានចំណងជើងថាព្រមអត់ប្រពន្ធចុងចិត្តឈើបោះលុយជិត$30,000ឲ្យប្រពន្ធដាំលែងប្តីដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់សារព័ត៌មាន South China Morning Post បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយនៅប្រទេសចិនដែលប្រពន្ធចុងហ៊ានបោះលុយជាថ្នូរឲ្យប្រពន្ធដាំលែងប្តីដើម្បីឲ្យខ្លួនឯងបានក្លាយជាប្រពន្ធពេញសិទ្ធិតាមព័ត៌មានបានឲ្យដឹងថាបុរសជាប្តីបានរៀបការជាមួយនឹងប្រពន្ធដាំតាំងពីឆ្នាំ2013ដោយមានកូន2នាក់ជាចំណងដៃក្រោយមកបុរសជាប្តីក៏បានទៅលួចមានប្រពន្ធចុងដែលជាដៃគូរុកស៊ីរបស់ខ្លួនថែមទាំងមានកូនប្រុសម្នាក់ជាមួយគ្នាទៀតអ្វីដែលគួរឲ្យហួសចិត្តនោះគឺស្ត្រីជាប្រពន្ធចុងបានស្នើជាលុយធ្នូចំនួន2លានយ៉នដែលស្មើប្រមាណ$27,000ឲ្យទៅប្រពន្ធដើមដើម្បីឲ្យនាងលែងលះជាមួយប្តីហើយខ្លួនឯងបានក្លាយជាប្រពន្ធពេញសិទ្ធិក្នុងនោះប្រពន្ធចុងបានឲ្យប្រាក់ចំនួន$16,000ទៅឲ្យប្រពន្ធដើមសិនចំណែកឯនៅសល់នាងនឹងឲ្យតាមក្រោយទៀតនៅពេលដែលលែងលះរួចរាល់យ៉ាងណាមិញនៅពេលដែលប្រពន្ធចុងប្រគល់លុយឲ្យហើយកន្លងទៅ1ឆ្នាំប្រពន្ធដើមនៅតែមិនទាន់លែងលះប្តីទើបប្រពន្ធចុងក៏បានប្តឹងតុលាការដើម្បីទារលុយចំនួន$16,000នោះមកវិញតែត្រូវតុលាការបដិសេធដោយអះអាងថាសំណូករបស់នាងប្រពន្ធចុងគឺជាការបំពានសីលធម៌សង្គមបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ